អាញាធរជាប្រយុទ្ធនឹងជំងឺអេដបានរៀបចំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដនិងចេរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028ក្រោមវត្តមានអាដាមទេសរដ្ឋមន្ត្រីអេម៉ូលីប្រធានអាញាធរជាប្រយុទ្ធនឹងជំងឺអេដនាថ្ងៃទី30ខែមិនិនាឆ្នាំ2026ដោយមានការចូលរួមពីអាដាមលោកជំទាវជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដនិងចេរភាពកម្មវិធីអេដរបស់រដ្ឋាភិបាលនិងសមាជិកក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាប្រយុទ្ធនឹងជំងឺអេដមកពីបណ្ដាក្រសួងស្ថាប័នរាជធានីខេត្តសរុប72រូបតាមរយៈចូលរួមដោយផ្ទាល់និង34គណនីតាមប្រព័ន្ធនីមិនកិច្ចប្រជុំមានគោលបំណងមួយពិនិត្យនៅវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងចេរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028 2. ជំរុញសកម្មភាពអន្តរវិស័យឆ្លើយតបនឹងមេរោគអេដរបស់ក្រសួងស្ថាប័នរាជធានីខេត្ត 3. យន្តការច្នៃប្រឌិតក្នុងការកៀរគរទុនធាននិងការប្រើប្រាស់ថវិកាឲ្យចំគោលដៅនិង 4. ជំរុញការអនុវត្តនៅលិខិតលេខ21សចនកបចុះថ្ងៃទី8ខែមករាឆ្នាំ2026របស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំនេះអាដាមទេសរដ្ឋមន្ត្រីអេម៉ូលីប្រធានអាជ្ញាធរជាប្រយុទ្ធនឹងជំងឺអេដបានថ្លែងកិច្ចស្វាគមន៍ដល់អង្គប្រជុំដែលបញ្ជាក់ពីការបដិញ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្តដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិដែលរដ្ឋាភិបាលបានដាក់ចេញអាដាមទេសរដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដកន្លងមកដែលធ្វើអត្រាផ្ទុកមេរោគអេដនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម0.5% ឆ្នាំ2024អាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផងដែរយោងតាមលទ្ធផលឆ្នាំ2024កន្លងមកការឆ្លងថ្មីមេរោគអេដនៅកម្ពុជាបានធ្លាក់ចុះនៅត្រឹម1200ករណីប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្ត្រជាតិបានកំណត់ប្រមាណជា200ករណីក្នុងមួយឆ្នាំចំណែកក្រមប្រជាជនកលឹះនៅមានអត្រាផ្ទុកមេរោគអេដខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនទូទៅកិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលដោយមានសមាជិកលើកឡើងពីសមិទ្ធផលនិងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដតាមវិស័យនានាអាដាមទេសរដ្ឋមន្ត្រីអេម៉ូលីក៏បានផ្ដល់អនុសាសន៍ជំរុញសមាជិកអង្គប្រជុំអនុវត្តលិខិតលេខ21សចនកបចុះថ្ងៃទី8ខែមករាឆ្នាំ2026របស់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដាក់ចេញជាវិធានការដាច់ខាតជំរុញឲ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិនៃការឆ្លើយតបមេរោគអេដនិងជំងឺអេដដោយផ្ដល់អនុសាសន៍អាទិភាពមួយចំនួនរួមមានជំរុញការអនុវត្តនៅសារាចរអន្តរក្រសួងចុះថ្ងៃទី25ខែមេសាឆ្នាំ2025ដែលផ្ដល់លទ្ធភាពឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចចាត់ចែងនិងប្រើប្រាស់ថវិកាសេវាដើម្បីឆ្លើយតបនឹងមេរោគអេដពលឿនសេវាបង្ការនិងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនកលឹះដែលត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្តដើម្បីជំរុញនិងលើកទឹកចិត្តក្រមប្រជាជនកលឹះនិងពន្លឿនយន្តការចុះបញ្ជីផ្ដល់បានមូលនិធិសមត្ថសុខាភិបាលដល់ក្រុមគោលដៅទាំងនេះឲ្យបានឆាប់រហ័សនិងទូលំទូលាយបំផុតដើម្បីធានាបាននូវកិច្ចគាំពារសង្គមនិងសេវាសុខាភិបាលប្រកបដោយសមត្ថភាពនិងបរិយាបន្នបង្កើនការអង្កេតនិងការឆ្លើយតបទៅនឹងអរិយាប័ត្រប្រជុំថ្មីដោយត្រូវបង្កើនអង្កេតតាមដានយ៉ាងយកចិត្តទុកដាក់លើនិន្នាការនៃអរិយាប័ត្រប្រជុំថ្មីជាពិសេសតាមរយៈវិធីសាស្ត្រចម្រុះជំរុញយុទ្ធសាស្ត្រប្រើប្រាស់ស្រោមអនាម័យ 100% ដោយបន្តផ្សព្វផ្សាយនិងរឹតបន្តឹងការអនុវត្តសារាចរលេខ20សរចុះថ្ងៃទី19ខែធ្នូឆ្នាំ2025របស់រដ្ឋាភិបាលស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឲ្យបាន 100%